បាទនេះគឺជាការរាំរបាំប្រពៃណីខ្មែររបស់យើងហ្នឹងនៅពេលរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរគឺមានបងប្អូនខ្មែររៀបចំនៅសហរដ្ឋអាមេរិកនេះក៏មានរបាំខ្មែរយើងជាច្រើនប្រភេទផងដែរហើយខ្ញុំបិទសម្លេងនៃរបាំខ្មែរហ្នឹងដោយសារជាប់ copyright បងប្អូនអញ្ចឹងខ្ញុំក៏ voice over ពីលើសម្លេងហ្នឹងទៅហើយខ្ញុំបិទសម្លេងព្រោះជាប់ copyright បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបជាមួយ Channel YouTube របស់ខ្ញុំបាទទៀតហើយថ្ងៃនេះគឺខ្ញុំនាំអារម្មណ៍បងប្អូនមកទស្សនាកម្មវិធីបុណ្យចូលឆ្នាំខ្មែរអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនៅសហរដ្ឋអាមេរិកឆ្នាំ2025ហើយថ្ងៃនេះដែរគឺជាថ្ងៃចុងសប្តាហ៍គឺពួកខ្ញុំបានមកចូលរួមកម្មវិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ2025នោះដែលមិនឆ្ងាយពីផ្ទះខ្ញុំប្រហែលទេប្រហែលជា10នាទីទេបងប្អូនអញ្ចឹងយើងមកដល់កន្លែងចតហើយអញ្ចឹងនៅកន្លែងនេះគឺយើងជួលគេបងប្អូនជាកន្លែងនេះជួលគេ2ឆ្នាំមកហើយដែលប្រារព្ធពិធីបុណ្យចូលឆ្នាំនៅកន្លែងនេះវាមានយើងមានសិល្បៈរបាំមានការតាំងពិព័រណ៍មានការលក់ដូរម្ហូបអាហារសម្លៀកបំពាក់អីផ្សេងដែរសម្រាប់បងប្អូនជនជាតិខ្មែរនៅរដូវបុណ្យចូលឆ្នាំ2025នេះអញ្ចឹងជាទូទៅនៅសហរដ្ឋអាមេរិកនេះគឺឆ្នាំ2025ឬក៏ឆ្នាំមុនក៏ដោយគឺយើងតែងតែរៀបចំ3-4សប្តាហ៍ជាប់គ្នាអញ្ចឹងបងប្អូនសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដោយសារយើងម្នាក់មានពេលសម្រាប់តែថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងច័ន្ទគៀពុធពហុសុក្រអញ្ចឹងទៅយើងធ្វើការធម្មតាអញ្ចឹងម្នាក់មានពេលទំនេរសម្រាប់តែចុងសប្តាហ៍តែប៉ុណ្ណោះអញ្ចឹងឥឡូវខ្ញុំធ្វើដំណើរមកដល់ច្រកចូលនៃមជ្ឈមណ្ឌល Star Center ហើយកន្លែងនេះមានឈ្មោះថា Star Center អញ្ចឹងគេរៀបចំកម្មវិធីនៅផ្នែកខាងក្នុងខ្ញុំដើរពីច្រកផ្នែកខាងមុខនៃកន្លែងទីធ្លាចតរថយន្តមកដល់ផ្នែកខាងក្នុងហើយអញ្ចឹងមកដល់ផ្នែកខាងក្នុងយើងក៏ផ្នែកខាងក្នុងយើងឃើញរូបភាពបែបនេះបងប្អូនអញ្ចឹងមានទីកន្លែងគេគឺធំទលាយហើយច្រកចូលគេនេះគឺមានរៀបចំពេញប៉ោងដូចថាលក្ខណៈដូចថាកម្មវិធីអញ្ចឹងបងប្អូនហើយក៏មានការតាំងពិព័រណ៍ការលក់សម្លៀកបំពាក់ម្ហូបអាហារគ្រឿងអលង្ការវត្ថុអនុស្សាវរីយ៍ផ្សេងមុននឹងចូលទៅដល់សាលនៃការសម្ដែងសិល្បៈរបាំបុរាណខ្មែរផ្សេងអញ្ចឹងយើងដើរមើលមកជុំសិនទៅមុននឹងយើងចូលទៅដល់ផ្នែកខាងក្នុងអញ្ចឹងគេមានតាំងរូបភាពគ្រប់ជាតិសាសន៍ផ្សេងអញ្ចឹងបងប្អូនសម្រាប់មកចូលរួមហ្នឹងមិនមែនតែគឺសម្រាប់ចូលឆ្នាំខ្មែរយើងប៉ុន្តែមិនមែនមានតែខ្មែរយើងទេមានជនជាតិផ្សេងគាត់បានមកចូលរួមផងដែរអញ្ចឹងនេះគឺមានមនុស្សគាត់ដើរមកមើលអីច្រើនអញ្ចឹងដែរបងប្អូនអ្នកខ្លះក៏នៅក្នុង hall អ្នកខ្លះនៅផ្នែកខាងក្រៅនៃការលក់ម្ហូបអាហារព្រោះគេមានបែងចែកជា3កន្លែងបងប្អូនហើយនេះគឺលក់សម្លៀកបំពាក់បុរាណខ្មែរយើងដែលកាត់ហើយស្រាប់អីចឹងសម្រាប់កូនក្មេងនិងមនុស្សធំអញ្ចឹងមានសម្លៀកបំពាក់បុរសនារីមានហូលប្រមួងសឹងអីចឹងបងប្អូនឆ្នៃពីហូលប្រមួងសឹងដែលកាត់ស្រាប់ឬក៏ជាសាច់កណាត់ក៏មានដែរបងប្អូនហើយមានប៉ាក់មានអីចឹងបងប្អូននេះសម្រាប់ជាពិសេសនារីគឺមានគ្រប់ពណ៌គ្រប់ម៉ូដមានប៉ាក់មានអញ្ចឹងដែលគេឆ្នៃហើយគាត់អាចមកចូលរួមកម្មវិធីបុណ្យចូលឆ្នាំនឹងហើយគាត់អាចទិញសម្លៀកបំពាក់ដែលគេដាក់តាំងពិព័រណ៍សម្រាប់លក់នេះផ្ទាល់តែម្ដងចឹងមិនបាច់យើងពិបាកថាទិញកណាត់ហើយយើងយកទៅកាត់ទៅគឺមានស្រាប់តែម្ដងចឹងយើងដើរមើលបន្តមកទៀតហើយនេះគឺជាគ្រឿងកន្លៃបងប្អូនគ្រឿងកន្លៃដែលគេដាក់សម្រាប់លក់ដែរចឹងបងប្អូនហើយមកដល់ផ្នែកនេះក៏គេមានសម្លៀកបំពាក់ដែរចឹងមានសម្លៀកបំពាក់នេះសម្លៀកបំពាក់បែបជនជាតិផ្សេងដែលគាត់មានដាក់លក់ដែរបងប្អូនហើយសម្រាប់នៅផ្នែកខាងនេះគឺនៅផ្នែកខាងមុខនេះគឺជាកន្លែងដែលគេមហូបនិងបង្អែមបង្អែមបងប្អូនមិនមែនមហូបទេសំទោសគឺបង្អែមនេះគឺគេរៀបចំតុកហ្នឹងសម្រាប់ដេញថ្លៃអញ្ចឹងឧទាហរណ៍ថាក្នុងមកប្រអប់មកកញ្ឆែងហ្នឹងវាមានអ្នកខ្លះដូចសង់ខ្យាល្ពៅអញ្ចឹងអ្នកខ្លះក៏ដាក់តម្លៃ$20 $25 $30អ្នកហើយនឹងលេខទូរស័ព្ទនឹងឈ្មោះអញ្ចឹងប្រសិនបើយើងដាក់តម្លៃខ្ពស់ជាងគេនឹងតាក់ទងមកយើងនឹងដើម្បីបានលើបង្អែមដែលគេមានសរសេរ note នៅលើกระดาษហ្នឹងហើយអញ្ចឹងមានប្រអប់មានតាមផ្អែមមានផ្សេង
ចឹងផ្នែកដូណាត់អីក៏មានដែរបងប្អូនមិនត្រឹមតែបង្អែមនោះទេចឹងយើងសរសេរឈ្មោះយើងនៅលើកដាលហ្នឹងទៅយើងដេញថ្លៃថាតម្លៃប៉ុន្មានបើយើងថ្លៃបានថ្លៃជាងគេគឺយើងបានរបស់នោះហើយបានបង្អែមនោះហើយមានដោយមានលេខទូរស័ព្ទគេនឹងតាក់ទងមកយើងអញ្ចឹងមកដល់បន្តមកទៀតនេះគេលក់ដូចគ្រឿងថ្មកែវអីចឹងបងប្អូនយើងមើលទៅដូចជាថ្មត្បូងថ្មកែវគេឆ្នៃជារូបផ្សេងមានរូបក្បាលខ្មោចមានរូបសត្វមានដូចលក្ខណៈថ្លើមថ្មអញ្ចឹងបងប្អូនគេវត្ថុជាអនុស្សាវរីយ៍ដែលអាចយើងដាក់តាំងនៅផ្ទះនៅក្នុងកតុបគេងកតុបទទួលភ្ញៀវឬក៏ជាគ្រឿងអលង្ការផ្សេងតែគេឆ្នៃពីថ្មកែវឬក៏ជាកម្មជាងអីចឹងមានច្រើនពណ៌ច្រើនម៉ូដមានជារូបបេះដូងអីក៏មានដែរនេះបងប្អូនឃើញអញ្ចឹងមើលទៅវាមានពណ៌ចម្រុះស្អាតតាមម៉ូដតាមក្បាច់មានបេះដូងមានមូលមានចំណិតមានជ្រុងអីចឹងបងប្អូនគឺមើលទៅស្អាតមួយយ៉ាងដែរអញ្ចឹងយើងមើលបន្តមកទៀតនេះគឺមានមួកបងប្អូនមានមួកមានដូចថាមួកសម្រាប់យើងពាក់សម្រាប់ខែរងាអីចឹងបាំងតិចបាំងអីចឹងគឺមានរូបគេចាក់ជារូបប្រាសាទអង្គរវត្តប្រទេសកម្ពុជាយើងហ្នឹងក៏មានដាក់ជំរាបសួរចឹងដែរគេនេះបងប្អូនមានមួកមានអីហើយមួកយើងពាក់ធម្មតាគេដាក់ខេមបូមកពាក់ខេមបូឌីអីចឹងហើយមានអាវក៏មានដែរបងប្អូនមិនត្រឹមតែមួកទេមានអាវមានអីដែរចឹងនេះមកដល់គ្រឿងកន្លែងទៀតហើយគ្រឿងកន្លែងនេះដូចជាគេធ្វើខ្សែកវែងនេះណាពាក់សម្រាប់ mode style ខ្សែដៃខ្សែកជាលក្ខណៈដូច DJ ដូចអីនេះស្រាប់ត្បូងកវលសម្រាប់ស្ត្រីកុមារីនិងមនុស្សធំពេញវ័យក៏មានដែរមានគ្រប់ពណ៌គ្រប់ម៉ូដដែលតាមយើងស្រឡាញ់អីចឹងទេហើយខ្សែកពណ៌មាសពណ៌សពណ៌ប្រាក់អញ្ជៀនអីក៏មានដែរមានច្រើនគេដាក់លក់ក្នុងតម្លៃផ្សេងប៉ុន្តែក្នុងហ្នឹងតាមខ្ញុំក៏មិននេះដូចអត់ឃើញមានតម្លៃទេចឹងអ្នកលក់គេនៅឈរចិត្តហ្នឹងបើសិនបើយើងស្រឡាញ់ពេញចិត្តមួយណាយើងអាចសួរប្រាប់ពីគេនឹងប្រាប់ពីតម្លៃមកដល់យើងបានអញ្ចឹងបងប្អូនក្រៅពីនោះក៏មាននំដែរជានំជាមានផ្កាដែរបងប្អូនផ្កានេះគឺចាក់បងប្អូនផ្កាស្រស់នេះជាចាក់ទៅជាផ្កាគេដាក់ជាថោជាបាច់ចឹងនេះជាចាក់ចេញទៅពីការគ្រប់ពណ៌ទៅចឹងយើងបន្តមកមើលខាងនេះក៏គ្រឿងអលង្ការដែរបងប្អូនហើយមានតម្លៃ$5ប៉ុន្តែខ្ញុំមិនដឹងថា$5គេដាក់ទៅមួយណាទេថាមិនមែនទាំងអស់ទេតាមដៃចឹងព្រោះគេមិនដាក់ទាំងអស់ទេប៉ុន្តែរំខានថាគេដាក់ផ្លាកតម្លៃ$5ធំមួយហ្នឹងគឺដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់យើងអីចឹងហើយនេះជាសម្លៀកបំពាក់ដែរបន្តនេះជាសម្លៀកបំពាក់នៅអាមេរិកមានលោកគឺកលាទៅមានឈុតអាវប៉ាក់គេធ្វើកាត់សពុតបត់សម្រាប់អីសម្រាប់ក្មេងស្រីក្មេងទៅអញ្ចឹងហើយនេះក៏អាវដូចថាអាវធម្មតាមិនមែនជាសម្លៀកបំពាក់ហូបប្រមូលទេនេះគ្រឿងកលាដែរជាកងកលាខ្សែដៃកលាទៅមានច្រើនមានកវលមានអីមានខ្សែកខ្សែដៃជៀនគឺកន្លែងច្រើនណាស់បងប្អូនអ្នកខ្លះគាត់មើលគាត់ទិញពាក់លេងទៅតែមានច្រើនបងប្អូនអ្នកខ្លះគាត់លើទៅច្រើនមកហើយចំពោះតម្លៃខ្ញុំអត់បានសួរខ្ញុំអត់ដឹងដែរបងប្អូនចំពោះកន្លែងគឺកន្លែងហ្នឹងខ្ញុំគាត់មកមើលខ្ញុំបានថតចែកជូនបងប្អូនទស្សនាតែខ្ញុំអត់បានសាកសួរតម្លៃសាកថាគាត់លក់តម្លៃប្រមាណនេះទេហើយមកដល់ផ្នែកនេះខាងផ្នែកខាងរបាំគឺគាត់រៀបចំចូលទៅក្នុងសាលអញ្ចឹងខ្ញុំបន្តមកខាងនេះទៀតខាងនេះគឺមានរូបអាវគេដាក់ឆ្លាក់នៅខាងក្រោយហ្នឹងគេដាក់សួស្ដីពីមុខហ្នឹងគេដាក់សួស្ដីនៅមានផ្នែកខាងក្រោយគេដាក់ Cambodian Certified ដែរបងប្អូនមានរូបអង្គរវត្តអីខ្មែរយើងលក្ខណៈអាវឌីមានគ្រប់ពណ៌ឲ្យទៅអាវកុមារក៏មានអាវពុំក៏មានសម្រាប់មនុស្សប្រុសចឹងអ្នកគេកំពុងមើលតថ្លៃតិចអីទៅចឹងនេះសាលផ្នែកខាងមុខដែលយើងចូលដល់ដំបូងចឹងផ្នែកខាងរបាំបុរាណខ្មែរគាត់ត្រៀមចូលទៅសម្ដែងចូលក្នុងសាល
xa được ngày của bò sấy đây bà mà sầm lái mẹ chắc bác trên hạt sò sa thô បានជួបគ្នាជាមួយបងចរិយាគឺខ្ញុំបានសំណេះសំណាលសួរសុខទុក្ខគាត់ដែរជាមួយកូនគាត់នាំកូនគាត់មករំរបាំចំពោះកន្លែងនេះដែរដោយសារជាប់ខ្ញុំបិទសំឡេងភ្លេងរបាំនោះដោយសារជាប់copyright បងប្អូនអញ្ចឹងខ្ញុំអត់បានដាក់សំឡេងនៃរបាំតែខ្ញុំបានថតតែជារូបភាពទេបងប្អូននឹងដាក់សាច់ភ្លេងជំនួសនៃភ្លេងរបាំវិញដោយសារជាប់កម្មសិទ្ធិបញ្ញាបងប្អូនសូមអភ័យទោសទាំងអស់គ្នាផង
បាទ thank you so much for our performers អរគុណច្រើនដល់ក្រុមរបាំដែលសម្ដែងដោយ The Cambodian Classical and Folk Dance of the Northwest បាទជាពិសេសដល់បងរ៉ាឌីបាទដែលជាគ្រូបង្រៀនរបាំរាស់យើងជាពិសេសផងដែរបាទ ហើយនៅកន្លែងនេះពួកគាត់លេងល្បែងជាប្រៃខ្មែរលេងចោលជួតែដោយសារខាងនារីគាត់ចាញ់គាត់ខាងបរិសុទ្ធជាអ្នកច្រៀងនិងខាងនារីគាត់ជាអ្នករង Chết chết អញ្ចឹងបន្ទាប់ពីយើងមើលការសម្ដែងរបាំនៅក្នុងសាលមិញហើយយើងត្រឡប់មកផ្នែកខាងក្រៅវិញមកផ្នែកខាងក្រៅនេះគឺខ្ញុំមកមើលកន្លែងគេលក់ដូរអញ្ចឹងគេមានលក់បុកល្ហុងអញ្ចឹងបងប្អូននេះខ្ញុំឃើញគេមានលក់បុកល្ហុងមានស្លាប់មាន់មានសាច់គោអាំងមាននំអីផ្សេងច្រើនដែរបងប្អូនអញ្ចឹងពួកគាត់លក់អញ្ចឹងអ្នកខ្លះក៏តម្រង់ជួទិញក៏មានស្វាយជ្រក់ស្វាយត្រាំនំចកនំអីដែរគេលក់តាមកញ្ចប់អីចឹងណាឬក៏បុកល្ហុងអញ្ចឹងគេលក់មួយចានប្រហែលអញ្ចឹងទៅតែខ្ញុំអត់បានទិញទេគ្រាន់តែខ្ញុំបង្ហាញជូនបងប្អូនទស្សនាខ្ញុំទិញតែនំចកទេមួយថង់$7អញ្ចឹងយើងមើលដើរបន្តមកទៀតអញ្ចឹងនេះជាបរិវេណនៅផ្នែកខាងក្រៅបងប្អូនខាងក្រៅអាគារនៅផ្នែកខាងក្រៅផ្នែកខាងមុខហ្នឹងគឺយើងចតរថយន្តដល់ផ្នែកខាងក្រៅនេះគេមានសួនស្មៅធំបងប្អូនសួនស្មៅធំសម្រាប់ឲ្យគេលក់ដូរនៅក្រៅសាលនៃការសម្ដែងរបាំសិល្បៈខ្មែរយើងអញ្ចឹងកន្លែងនេះគឺពួកគាត់មានលក់បន្លែអញ្ចឹងបងប្អូនមានបន្លែមានផ្លែឈើមានល្ហុងទុំល្ហុងខ្ចីស្ពៃក្តោបមានល្ពៅមានជីអញ្ចឹងបងប្អូនគាត់លក់ជាថោណាជីរណាក៏មានដែរអញ្ចឹងណាហើយផ្លែស៊ូក៏មានដែរបងប្អូនមានជីអង្កាមមានតឡងមានស្វាយទុំមានតយ៉ងចេកមានច្រើនមុខណាអញ្ចឹងហើយយើងអាចទិញទៅផ្ទះបានដោយតម្លៃធូរជាងនៅ store ហាងដែលគេលក់នៅក្នុង store ទេព្រោះមានពុនមានអីច្រើនអញ្ចឹងបងប្អូននេះគេលក់រៀងធូរថ្លៃជាងនៅក្នុង store គេលក់នៅផ្នែកខាងក្រៅមានខ្ទឹមសខ្ទឹមក្រហមអីអញ្ចឹងឲ្យខ្ញុំថតអត់មកជុំខាងក្រៅទៀតអញ្ចឹងមានវាស្មៅធំបងប្អូនទីធ្លានៅទីនេះគឺធំទូលាយមែនតើគឺគាត់មានស្តង់4-10ស្តង់ដែរតែគាត់ប្រហែលជាជួលបងប្អូនប្រហែលជាជួលលក់អីចឹងណាចឹងមានត្រីងៀតមានខ្វាគោមានបកាក្រៀមក៏មានដែរមានដើមស្លឹកក្រូចសើចដើមជីអីផ្សេងផ្លែស៊ូក៏មានដែរបងប្អូននេះគឺគាត់ដាក់លក់អញ្ចឹងទៅហើយខ្ញុំបានទិញខ្លះដែរទិញចេកណាំវ៉ាទុំសម្រាប់មកធ្វើចេកចៀនអីចឹងហើយទិញម្ដេងសម្រាប់ស្លនិងទិញនំសម្រាប់ញ៉ាំអីផងដែរគឺមានលក់តាំងពីគល់ស្លឹកគ្រៃក៏មានដែរស្វាយខ្ចីក៏មានការ៉ុតក៏មានដែរចឹងមានរបស់របរប្រើប្រាស់ផ្សេងកបោបកម្មាស្បែកជើងដូចមានលក់កបាត់មានអីដែរបងប្អូនចបជីកដងចបជីកផ្លែចបជីកអីចឹងចឹងយើងដើរបន្តមកមើលទៀតទៅមុខខាងមុខទៀតទៅខាងមុខទៀតលក់មិនសូវជាខុសគ្នាប្រហែលទេមាន3ដូចជា3 4កន្លែងដែរដែលគាត់លក់ស្តៀងនេះបងប្អូនមានលក់គ្រឿងទេសគ្រឿងអីហើយមានដូចជាកម្រាលពូកកម្រាលព្រំអីក៏គាត់មានលក់ដែរហើយនេះដូចជាផ្នែកសម្លៀកបំពាក់នេះក៏មានមនុស្សធំនិងកុមារក្មេងតូចកុមារីនេះកុមារីមានមួកមានអីដែរមានគ្រប់ពណ៌ជាងស្រឡាញ់ម៉ូដអីបើតាមដឹងតម្លៃនៅនេះគឺធូរជាងជាងទិញនៅក្នុងហាងទេធូរថ្លៃជាងព្រោះភាគច្រើននេះប្រើលុយសុទ្ធដូចមិនបងពន្ធនេះគេលក់តម្លៃប៉ុណ្ណាគឺប៉ុណ្ណឹងឯងមិនបូករួមថែមទាំងពន្ធនោះទេ
ហើយនៅខាងមុខនោះក៏មាន playground សម្រាប់ក្មេងៗគាត់លេងនៅ playground នោះធំបងប្អូននោះសម្រាប់កុមារគាត់លេងបងប្អូនបាទជាចុងក្រោយសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនា Channel YouTube របស់ខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារកទទួលទានមានសេចក្តីសុខសុភមង្គលជារៀងរហូតសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា